ไม่ยกบุญทั้งไงในแคดพระวิเฮียเนตออกในจุดดังทาในแคดพระวิเฮียมีกันไล่ดำนักสารในกันไล่นะครับเมื่อวิดีโอนี้ให้เนตออกในดังทากันไล่ในสะอาดยิงกูตาดาเล่ในดำนักคลาในขนมวิดีโอนี้คือบังไฮเนตออกโดยขยมเตยนี้จำนวนบุญทั้งไงนั้นใบยกสำหรับการเกยบ่อยมให้ตีมวยนุกขยมเตยขนมตะไบอากาศาโดยยมเตยเรียกคณะทาบอตองมาเปรย์โปรซาให้เนเลิฟขนมจะเห็นขนมสะอาดเหมือนเต้นเทศเพียบในเนตออกเนี่ยกลมอ้อยดมลงอซอนเนี่ยเดทาจงเตยแคดพระวิเฮียเนตออกเนี่ยปตอบไทยตีปีมัดบัดยมล้างตึกพนมตะไบแต่มาดองในตัวออกนี้โดยขยมทั่วดำนาล้างตื้อจำนวนกำจัดดาวมาป้อนใบโรยไส้สปรามกำล้างตะดอเลิฟพนมตะไบในตัวออกนี้เมียนกาหอพองสบายพองไอพองใต้ก็เชียบบบิซอดมวยได้ในตัวออกนี้ปตอบปีขยมล้างตะดอเลยให้กับขยมบานตื้อทั่วกาบอตังในว่าล้างทมอใบดมในตัวออกนี้ในกินจะหลงพนมในตัวออกนี้ให้นึกนั่งคือแต่สเปียบปลอมล้างไอกราวล้างคือเฟรชเหมือนเตนเมียนจออัพเมียนไอคือท่าสำนองเหมือนเตนในตัวออกนี้คอมพลีทบอกต้องกันไรในตัวออกนี้ต่อปีขยมบอกต้องในล้างทมอใบดมให้นกก็ขยมเตยมวยกันไรเตี้ยขยมเตยกันไรตักแหลมาดอกไว้จองตัวมือตักแหลจังคือตักแหลตามมาในตัวออกนี้ตัดดอกคือตักแหลสะอาดเหมือนเตนตักเจี๊ยดูตะกอมาร้อยเบย์ละโจนจังในตัวออกนี้สบายนุกเลือกปีสบายให้บนในตัวออกนี้เตยคอมพลีทซะนะดำนักกำสันทางออนนี้ให้ในตัวออกนี้จะเดินท่าตัดเพียบหรือก็วิตาโอบ่อยมเตยเจียอย่างนานุเมื่อวิตาโอยมดอจับเดินท่ากันไรนึงสบายหรือก็สะอาดปปนะตุสนะโดยตัวเตยไม่ยกบนที่ไงในแคดพระวิเฮียพนมตะไบต่อตะเลยจะเรียบสู้สุดท้ายในตัวออกนี้ในขยมนังมาทำวิดีโอปลอกในตัวออกนี้มันตุสนาที่ไรไงในได้ขยมมันทำดำนาเตอร์แคดพระวิเฮียบอจันเจียปงไม้บางปนออกนี้จังดังท่าขยมเตอร์แคดพระวิเฮียนุเตอร์ดำบอลนักล่าสุดคอมเพล็กซ์ตามดันวิดีโอนี้นี่กำราเมนไม่ได้เนี่ยบางปนบอกจังเมื่อวิดีโอบอกวัดคอมเพล็กซ์โจตัวเพลย์บอกวัดชั่วโมงท่าเพลย์ไงบอตองดาวเปรย์โอเคจำดักลิงในขังกระอมเนี่ยขำไหมบอตองดาวเปรย์ไล่บอตองต้องทำมาจีนก็ได้ชั่วโมงเพลกับบอกจังเมื่อวิดีโอบอกวัดโจตัวเพลย์บอกวัดชั่วโมงท่าบอตองดาวเปรย์บอกตังทอมไม่จีดอันจำตาจานไหนบอตองทำมาจีนเนี่ยได้กูกว่าเลยได้กูสหกาบอตองยังบอสอโอเคบายบายเนี่ยต่อគ្នាจูบគ្នានៅតាមផ្លូវទាំងអស់គ្នាបាយតែលើភ្នំអត់មិនទេឯងថ្ងៃវិញវិញនេះមើលស្ទងភាពហើយនេះអីវ៉ាន់រៀមតន់ហើយគេសូបងទៅភាពជីវិតបាយទៀតណាមែនហ្នឹងจะไล่សាំភាពចេញដំណើរត្បូងនៅទាំងអស់គ្នាជម្រៀងអត់ដែរនិយាយដែរតកង់មិនមើលតាមកញ្ចក់ចាចូលបាទហើយម្ដងទៅពេលនេះដែរខ្ញុំក៏បានចេញដំណើរពីផ្ទះទៅប្រហែលជាម៉ោង6ហើយបានខ្ញុំថតបានតែរៀងរះក្រហមហ្នឹងស្អាតមែនទែនហើយនេះខ្ញុំធ្វើដំណើររៀងប្រហែលជាម៉ោង7ហើយប្រហែលរះថ្ងៃក្តៅមែនទែនហ្មងប៉ុន្តែមានអារម្មណ៍ថា fresh ពួកយើងជិះទៅយើងឃើញតែសភាពឃើញផ្ទះអ្នកភូមិអីចឹងហើយឃើញព្រៃឈើខៀវសង្កាត់អីចឹងដល់ពេលជិះតាមផ្លូវនេះមានឃើញភ្នំឃើញអីនៅខាងមុខមានអារម្មណ៍ថាស្រស់ស្រាយមែនទែនអ្នកទាំងអស់គ្នាបើថាយូរយ៉ាងបានដើរលេងមានអារម្មណ៍ថាហើយពួកខ្ញុំក៏បានជិះនៅតាមផ្លូវនេះគឺមើលតែសភាពផងថតផងនិយាយលេងគ្នាក្នុងឡានផងមានអារម្មណ៍ថាសប្បាយហើយការធ្វើដំណើររបស់ពួកខ្ញុំនេះដែរគឺខ្ញុំធ្វើដំណើរតាមខេត្តឧត្តរមានជ័យក្រុងសំរោងខ្ញុំចូលតាមផ្លូវ58កាច់តាមផ្លូវវងមូលពីច្រក88ទៅអ្នកទាំងអស់គ្នាព្រោះថាខ្ញុំចេញទៅតាមផ្លូវហ្នឹងវារៀងលឿនហើយណាមួយយើងជិះមកតាមផ្លូវកាត់លក្ខណៈថាជាដែនទៀតព្រោះមកខាងទៀតហ្នឹងនៅប្រទេសថៃបាទឥឡូវហ្នឹងខ្ញុំជិះមកដល់ខេត្តឧត្តរមានជ័យដល់ពេលអញ្ចឹងទៅពួកខ្ញុំបានជិះមកដល់កន្លែងដាំឈើនេះគឺថាស្អាតមែនទែនតែសភាពនៅពេលព្រឹកប្រហែលជាម៉ោង8ម៉ោង9ភ្លឺនេះឯងគឺថាថ្ងៃចាំងមករះមកមានអារម្មណ៍ថា fresh មែនទែនឥឡូវពួកខ្ញុំក៏បានចុះពីលើឡានដើម្បីថតពេលថតហើយនោះពួកខ្ញុំក៏បានឡើងឡានបន្ទាប់មកពួកខ្ញុំក៏បានទៅរកអីហូបបន្តិចព្រោះអីតាំងពីព្រឹកមកមិនតបានអីចូលពោះទេនេះបងប្អូនខ្ញុំដាក់បាយឡើងចានទៅនេះអ្នកទាំងអស់គ្នាមកដាក់បាយសិនទាំង6ម៉ោងទេបានទៅដល់បងប្អូនហើយចិត្តនេះខ្ញុំព្រៀបហើយពួកខ្ញុំក៏បានកំងបាយឆាម្រះព្រៅហើយនំពងមកគ្រាប់ប៉ុន្តែមិនមែនមួយចានទេណាកំងថែមមួយចានទៀតចែកគ្នាម្នាក់ពាក់កណ្ដាលព្រោះអីហូបអត់ឆ្អែតទេបាយរឿងតិចពេកប៉ុន្តែបាយឆាម្រះព្រៅរបស់គាត់ហ្នឹងឆ្ងាញ់មែនទែនអ្នកទាំងអស់គ្នាខ្ញុំជិះទៅហ្នឹងខ្ញុំជិះតាមផ្លូវ58តាមផ្លូវទៅ
ស្រុកសំរោងខ្ញុំអត់សូវច្បាស់ដែរតែខ្ញុំក៏ជួយមើល location ក៏តិចៗដែរហើយពួកខ្ញុំក៏បានជិះចូលទៅផ្លូវជិះចូលហ្នឹងរៀងយ៉ាប់តិចព្រោះអីថ្ងៃខ្ញុំមកហ្នឹងមុននឹងមកហ្នឹងវាភ្លៀងដល់ពេលអញ្ចឹងទៅជិះចូលមកហ្នឹងរៀងយ៉ាប់បន្តិចតែចូលមិនតិចហ្នឹងទេតែថាយ៉ាប់ព្រោះថាជិះមកពីផ្ទះលក្ខណៈថាមកដល់កន្លែងមុខច្រកហ្នឹងគឺផ្លូវបេតុងយើងយ៉ាប់តែចូលមកមិនតិចទេបងប្អូនសบายខ្ញុំសាមកមកជាមួយខ្ញុំបាយដល់កឡើងអ្នកមកនេះគីងកើហ្នឹងមិនខ្ញុំកាន់កាមេរ៉ាញ៉ោណាបងប្អូនដល់គ្នាគឺផ្លូវស្មូតសบายគេមិនได้និយាយអញ្ចឹងទេបងដល់ពេលដែលពួកខ្ញុំកាន់កាមេរ៉ាគឺហ្នឹងខ្ញុំអត់មានធ្វើអីផ្សេងក្រៅពីកាន់កាមេរ៉ាណាតែផ្លូវវាលាក់ចូលបាត់ហើយបងអ្នកទាំងអស់គ្នាអ្នកមើលផ្លូវនេះភ្នំបងប្អូននេះមើលផ្លូវសบายមែនតើហ្មងបាយមកខំម៉េហ៎ខំម៉េហប់ជុំគ្នានឹងឲ្យបងប្អូនទាំងអស់គ្នាសម្រាប់នៅ resort នេះដែរគេមានលក្ខណៈថានឹងជួលជាតង់លក្ខណៈយើងបោះខ្លួនឯងក៏បានឬក៏ជាផ្ទះនៅនេះដូចខាងក្រោយខ្ញុំនេះនៅឆ្ងាយពេកខ្ញុំបានទៅថតពោះណាមួយខ្ញុំអត់បានជួលគេអញ្ចឹងខ្ជិលដល់ទៅថតប្រាប់ទៅពីក្រោយទៅអូខេគេមានជួលជាផ្ទះឬក៏ជាមានកន្លែងលក្ខណៈថានៅខាងក្រោយនៅឆ្ងាយពេកបានថតឲ្យមើលជាលក្ខណៈតង់យើងបោះខ្លួនឯងធ្វើម្ហូបធ្វើអីញ៉ាំក្នុងគ្រួសារអីអញ្ចឹងហើយនៅកន្លែងនេះក៏គេលក្ខណៈថាធំដែរបងប្អូនតែស្មាននេះកន្លែងដែលខ្ញុំបោះតង់ហ្នឹងវារៀងក្តៅបន្តិចដល់ពេលអញ្ចឹងទៅខ្ញុំមកអង្គុយក្រោមដើមឈើសិនទៅមិនមកងាយនេះទៅជួបនៅការបោះតង់របស់ខ្ញុំទាំងអស់គ្នាបងប្អូនទាំងអស់គ្នាខ្ញុំនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកមើលផ្ទះចាប់ផ្ទះមាត់នេះមានខ្ញុំអត់ហ៊ានទៅខ្លាំងព្រោះអីខ្លាចផ្អើហោះចេញអស់បាទអ្នកទាំងអស់គ្នាហ្នឹងហើយស្មាននេះដែរប្រហែលជាម៉ោង3:00កន្លះអញ្ចឹងពួកខ្ញុំប្រហែលជាល្ងាចនេះនឹងរៀបចំតង់ដើម្បីធ្វើម្ហូបអីតិចតួចញ៉ាំជុំគ្នានៅកន្លែងតង់ដែលខ្ញុំជួលគេប៉ុន្តែខ្ញុំជួលតែកន្លែងទេប៉ុន្តែសម្រាប់តង់គឺខ្ញុំបោះលក្ខណៈថារៀបតង់ខ្លួនឯងអញ្ចឹងមិនមកកុំភ្លេចមើលវីដេអូខ្ញុំរហូតដល់ចប់ផងណាតាខ្ញុំងាកនេះរៀបតង់មិនឥឡូវកុំនិយាយច្រើនខ្ញុំអត់សូវចេះប៉ុននិយាយហ្មងទេពួកអីមិនមកចាំតែមើលទាំងអស់គ្នាអូខេបាយបាយជួបគ្នានេះណានេះបរោះសម្បូរស្នេហ៍គាត់ខំគាត់ហ្នឹងគាត់មិនស្រួលទេឯងគាត់ជិះម៉ូតូនេះមានតែទាំងអស់គ្នាគាត់អត់ប៉ាដៃគាត់បោះម៉ូតូមកអែមតែមកតែមើលក្រោមបាទតែថ្ងៃហ្នឹងខ្ញុំដេកនៅតែស្អែកឡើងខ្ញុំបោះតាំងទៅលើភ្នំមានកន្លែងតែគ្រាន់តែគេឲ្យបោះតែមើលចាក់ស្ដែងទៅមើលចាក់ស្ដែងនៅលើបង្កប់បោះហ្នឹង
Tại lớn mình tất liệm người thì đâu cái bot nào đấy បើពេកច្រើនទៅនឹងវាទៅដល់វត្តស្បបេតុងដល់វត្តមកបេតុងហ្នឹងកន្លែងគយចុងអស់ពួកតែគាត់ថាវាមានតែនេះម្ដងហ្នឹង trong mà đâu tất liệm cái bot này chẳng មកតែអស់បាទបាទ chứng minh ra công ty làm tàu thì មាន บ่หมดมันก็หอมเลยออกนี่แหละหอมสติงหอมเลยสติงหอมกับสติงถ้าออกคือจำไรหมอนี่กระไรเนี่ยเนี่ยกระไรเนี่ยยังอ่อนมือตัวออกเนี่ยโอ้ปลาเข้าไปจ้าจำใบกำปลายมือเนี่ยออกมือเคยเนี่ยเจ้าบ่คนใส่เกมบ่ตองมบใกล้บ้านปีนี้นี่บ้านปีใบยก ngay bong ọt này mấy nó nhầm từ xua là tha mà có mình đây mấy nhầm xua này bong cái xua mấy nhá cả tụi ai không nắng nhầm ai gặp vô bình bình xua bị mà bong là nông tay đi nó không phải ấy còn đừng có chậm mơ mình má chậm mơ bị ồn tỏ xâm rap cái này nhầm mỏng bong này đấy nè bong ọt này miền cái mỏng bongแต่นี้คือต้องlà cáiสกูยังcáiสำหรับเอาพิวติดจอcáiมอยังcái miềnตองยังcáiอาจูตองนี่บ้าง เรื่องอ่ะ สำหรับปุ่นยมเนี่ยบ่ต้องใบชิ้นอะไรอย่างเงี้ยตัวไอ้ปุ่นยมเมียนต้องคนไอ้อย่างจังให้เมียนระบบโฮมบ่ยำไอ้ตัวจังจุกนี่ในวิดีโองี้นี่ให้เราออกนี้โอเคแสดงออกนี่อะไรนี่ยมเอาเมียนการเงินเปิดเตะเลยจนยมมองสมัยสำนักบองกันเลยเนี่ยอะไรจังสู้กอดติสู้ปีอารามกอดอารามมองไงนั่งไม่ได้ ô mà sửa rầm này hot หอบให้สบายเหรอ สบาย คู่เต็มคู่ตรง ไอ้กาเดินเล่นอยู่แต่จะสบายไปได้โดยนอออฟฟิศให้นอออฟฟิศบ้านถ้ากายเกี่ยวไม่กับ บองยีเรื่องออฟฟิศประหยัดไม่ลือในสนามเนี่ยต้องออกนี่ถ้าทั่วการฮอตเนยเองจังแตรปีการนี้เองจังอย่างไอ้มอลมหายกายตาม hai cái ấy rồi mày lo cái đây làm hai cái ấy cái dây sạc mò chỉ vớt chú อ๋อสาวทอยจีวัน sang tao giờ phăng mày là happy đôi ha mà tết sạp ở đó này hả rồi phải tùm một cái tàu này อันเมย์บอก dục đi dương miền cà nhằm Support. đi tôi miền nhằm lập dê bên đây chắc á nhằm lập dê phải khăn nó co chia ก็เจือโคกอ๋อสมรองเตียนบ่ ใช่เราตีพูดออกมาจะลบใช่เราได้ไปละวันเพิ่ม บ้านไหนเนี่ยต้องออกเนี่ยเลยนี่ยมกำลังตั้งด้วยร้อนเนี่ยคือตั้งบ่อปูยมยมเนี่ยวันนี้ในเกณฑ์นี่คือตั้งบ่อเกในเกณฑ์นี่คือตั้งบ่อเนี่ยได้ทาเกมาบ่อได้เรียกนะทายังรวมมาบ่ต้องเจ็ดจังให้ปูยมกับบ้านเรียบจอมในบ่อเครื่องโฮบอีกยังไปประกอบใบจีมองใบอะไรนั่งเพื่อดำนาตื้อนมตัวใบนะนมตัวใบเกี่ยวออกเนี่ยมองโอนี่เพลย์เจนปีรีสอร์ทยับตัวใหญ่ นี่เนี่ยออกนี่เนี่ยเคยตักจรวดในพนมตะไบเดี๋ยวเทียบยมทั่วดำน้ำลังตามมีตามจะดาวถ้าต้องไปยังไงเคยนี่ออกนี่เดี๋ยวเทียบนั่งลังตามจะดาวไปเจอมาปอนกรรมเจียวนั่งนำไปตึกไรตักจรวดนี่เคยสาวสอดนี่ออกนี่โอเคเทียบจุกนี่ในเลิฟพนมตะไบออกนี่ จะเรียบสู้สุดใดเนี่ยต้องออกนี่ในจุดยมมาเพื่อวิดีโอเพื่อดำนาลังตึกพนมตะไบแต่ฮอตได้จะด้านนี้มีจำนวนได้ยมล้างนี่ฮะคือมีจำนวนมาป้อนใบโรยใส่15 กรัมเลยจองเธอชาเลนค่ะเลย trong đang thanh nhâm ở là đòn lên nó phải chỉ màu màn đấy complete tầm đàn được nào bị tổ này hay complete chuột lấy follow nhưng mà đem mới phong á của anh đau mà thực phẩm đến nhà tầm ta ba tầm ham lấy tầm một mấy má chăm chút thì to tiền ok này thoát đợt cha cho một nè sự สบายมันเต้นออกเนี่ยดาวครอบเต้นยังสบายจัดเลยเพื่อนยังเคยบองยังเป็นการตักใจ
ឥឡូវនេះអត់ដឹងបានប៉ុន្មានកម្មឯព្រួយចេះតែដើរទៅទ្រាំដល់លើអ្នកទាំងអស់គ្នាមិនតិចណាប្រហែលជា1345កម្មតាមខ្ញុំសួរបងដែលគាត់ម៉ូតូដែលដប់យើងនៅលើហ្នឹងហើយខ្ញុំទៅនេះគេមានដប់ទៅវិញទៅមកដប់យើងទៅវិញទៅមកអញ្ចឹងតម្លៃ400 បាតអីមិន400 បាតទេ40000ខ្មែរទាំងទៅ20000ទាំងមក20000ហើយមកម៉ូតូជិះបានតែម្នាក់ទេ អុកពីតែ4ចិនទេណាជិះសិនអាលីប ដេចគូសហការមិនអី ថតលេងហងយើង មិនជួយกันថតអត់លោកបងគាត់មកពីក្រោយគាត់ដាក់ខ្ញុំអញ្ចឹង ពិធីឡើងនេះឡើងដូចកើតដែរឡើងដូចកអត់នេះ អូអញ្ចឹងហ៎អត់តែអរគ្នាមានវិធីថ្មីឡើងកុំឲ្យចុកជើងអញ្ចឹងត្រូវឡើងទៅវិញទៅមកទៅវិញទៅមកដាក់សក់អេសអញ្ចឹង ដើរបានប្រពន្ធនឹងមានអារម្មណ៍ថាចុកជើងខ្លាំងតែអត់ដល់បានកម្មមិនទាន់បានទាំង50កម្ម បាន100កម្មទៅបង ចាំបាន50កម្មហ្នឹង កម្មពីចុះទី1 3ពីចុះ គឺទី1បានកម្មហ្មង ទី1មកអូ200ទៅ អូនេះបងប្អូនខ្ញុំមកដល់កញ្ចក់ទី1អញ្ចឹងបានចំនួនប៉ុន្មាន200 200កម្មហើយ 200កម្មពីលឿនដែរតា200កម្មខ្ញុំស្មានតែត្រឹម50កម្មអីទៅនេះអូយសប្បាយ អូ my god គឺទស្សនវិជ្ជាស្អាតមែនទេអ្នកទាំងអស់គ្នាឃើញនេះខ្ញុំដើរ200កម្មឥឡូវចង់ដឹងថាដំណើររបស់ខ្ញុំប្រហែលជាប្រហែលម៉ោងបានដល់លើចាំតាមដានទាំងអស់គ្នាបងប្អូន អស់ពីហ៎ជនទី4ណាចដើអត់ដែរជីសាក់ឥឡូវមិនអត់ដូចគាត់ Oh my god បានពីឯកាជា នេះបងខាងមកដប់ ខ្ញុំជួន មកអញ្ចឹងបើមកអញ្ចឹងឃើញបុកបាត់អីឲ្យគាត់ដប់ភ្ញៀវមកឡើងលើបានជិះម៉ូតូឯងបងមានម៉ូតូមានកោយន្តទៀត បើខ្ញុំអត់មានកយន្តទេមានតែម៉ូតូ អូមានម៉ូតូបងដូច មាន គ្នា អីវ៉ាន់អីឲ្យពួកខ្ញុំ ព្រោះគេមកលើក្រោយទៀតឃើញមកឯងគេដឹងហ្មងគេ អរគុណ បើអ្នកទាំងអស់គ្នាមកភ្នំត្បែងឃើញគ្រប់របស់គាត់អីចឹងអាចឲ្យគាត់ដឹកអីវ៉ាន់ដឹកអីមកដល់លើចឹងក៏មានខាងម៉ូតូមានអីចឹងក៏មានដឹកទៅដឹកមកទៅចំនួន20000មកចំនួន20000 ចង់អត់ចង់ជិះម៉ូតូចង់ដើរកំសាន្តព្រៃជូនដើរទៀត អូគាត់មានជួនដើរទៀត ជួយដាំបាយដាំទឹក អូអែមមានជួយដាំបាយទៀតទេ លុយមែនគុំមកកាផ្លេ មកកំពីតែបើខ្ញុំចឹងស្រាប់ហើយខ្ញុំជូនគេ ទីទូទៅភ្ញៀវខ្មែរច្រើនជាងជនជាតិទេ បាទបើនៅនេះម៉ែចឹងគាត់មកទស្សនាមកលេងនៅនេះច្រើន បាទ ជនជាតិយូរមានម្ដងនៅទីនេះហើយជាកាយគាត់គឺជារនាំឡើយកាយគាត់ថត់ដែរអាកន្លែងថារឿងមួយ អូអ្នកទាំងអស់គ្នាសូមកាន់កាមេរ៉ាមកខាងទៀតនេះព្រោះអីកាមេរ៉ាគេនេះភ្លឺតិចតែបើគេថាបើសិនយើងដើរកុំចង់ឲ្យហត់យើងត្រូវដើរបដាយើងជើងបដា អត់មានទេបងបើថាដើរកុំឲ្យហត់ជីកដែរយន់ អូខេមានន័យណាបងឥឡូវចាំដល់លើចាំជួបគ្នាឥឡូវប៉ុណ្ណឹងសិន ដល់ត ឥឡូវតំបាន500កម្មជាងកញ្ចក់ទី2នេះសារៈសិនបាយញឹកខ្ចាយតំបាន500កម្មជាងទេលើអង្គុយសិនចង់អស់ខ្យល់ហើយនេះពេលទាំងអស់គ្នានេះចង់អស់ជើងអាមិញហ្នឹងខ្យល់រត់ដួលដោយសារខ្ញុំលំឡើងខ្ញុំហូបមីដល់ពេលយើងទៅផឹកតែក្រូចឆ្មាទៀតចាប់ផ្ដើមដល់ឥឡូវអត់បញ្ញាពេលដើមមួយពួកអីអាមិញតែក្រូចឆ្មារៀងច្រើនតិចទៅក៏ដាក់ទៅចង់មកវិញ អត់អីឥឡូវប្រហែលជាចិត្តដល់ប្រហែលកម្មទៀតខ្ញុំដល់ដើររៀងឆ្ងាយដែរអត់អីស៊ូតដល់លើតែម្ដងថា
สบายไปหรือรีคอร์ด ឥឡូវចាំតាមដានពួកខ្ញុំបន្តទៀតពួកអីសោះតាមិនមែនបានកម្មប្រហែល100កម្មទៀតទៅតាមដានវីដេអូនេះរហូតដល់ចប់ណាមិនស្មាននេះបើថ្ងៃមិននេះប្រហែលជាម៉ោង9នេះអ្នកទាំងអស់គ្នាពេលឡើងមកប្រហែលប្រហែលជាម៉ោង8ឡើងលឿនដែរ1ម៉ោងជិត1000កម្ម ដល់លើនៅចុះទៅហើយចូលដល់កន្លែងតុលាតុងទៀតហ្នឹង ចិត្តដល់ហើយបងប្អូនអើយ ឆាជើងមក អូខេអ្នកទាំងអស់គ្នាឥឡូវខ្ញុំដល់ចន់លើហើយខ្ញុំនៅប្រហែលជាចន់លើ200កម្មជាងទៀតឥឡូវដល់កន្លែងពួកបងគាត់អ្នកដឹកជញ្ជូនមានម៉ូតូហមគឺថានៅពីនៅបងនៅលើម៉ានអស់តែ253កម្មអូ253កម្មទៀតបាទហើយអ្នកទាំងអស់គ្នាគាត់ថានៅសពប្រហែលជា253កម្មទៀតបានទៅដល់លើអានេះយើងដល់វគ្គកណ្ដាលតែយើងទៅវគ្គនេះគឺលក្ខណៈថាជិះម៉ូតូឡើងទៅបងកអ្នកជូនទៅបងខាងសហគមន៍នៅលើជិតដល់ហើយការតស៊ូពិតជាបានសម្រេចមែនបាញ់ចាយហត់ស៊ូអូខេចាំជួបគ្នានៅលើទៀត បាទហើយនៅពេលនេះពួកខ្ញុំក៏បានធ្វើដំណើរទៅភ្នំត្បែងដើម្បីឡើងទៅលើវត្តភ្នំត្បែងជឿពួកខ្ញុំទៅនេះហ្នឹងខ្ញុំឲ្យគាត់ដុតប្រហែលជា9គីឡូម៉ែត្រដើម្បីដាក់ពួកខ្ញុំចង់ខ្ញុំឡើងតាមកណ្ដាលតទៀតប្រហែលជា253កម្មដើម្បីទៅដល់វត្តភ្នំត្បែងអ្នកនរគ្នាហើយខ្ញុំសូមសរសើរដល់ពួកបងដែលថាគាត់អ្នកដឹកយើងឡើងលើភ្នំហ្នឹងមែនគាត់ពិតជាអស្ចារ្យទៅគាត់ជិះម៉ូតូអត់មានអ្នកណាថាល្អឬក៏ឲ្យយើងភ័យខ្លាចទេគាត់ជិះទៅឡើងត្រង់ស្រួលតែអ្នកភ័យខ្លាចគឺយើងជិះនៅពីក្រោយបងប្អូនអរគ្នាខ្ញុំអត់ដែរយកជើងអីជិះទៅចូលមកលុបយកអីប៉ុន្តែអត់អីទេ អូមកអែមផ្លូវបងប្អូនអើយតែនេះសុំសរសើរទឹកដៃបងគាត់ជិះអត់មាននេះសោះផ្លូវកណ្ដាលយ៉ាងណាឡើងរូណាអានេះអ្នកទាំងអស់គ្នាតាមពីដើម253កម្មសតទៅទៀតតែដើមអែមអត់ក៏ជិះទៅខ្ញុំខាឡើងយកកំតុបចេះអូឥឡូវនេះពួកខ្ញុំបានដើរតាមចដើ253កម្មទៀតបានទៅដល់លើដល់ភ្នំត្បែងហត់នេះសួរ ទៅអោតដឹងហើយឥឡូវឡើងមកដល់កំពូលភ្នំវិញទៅពីយើងឡើងមកចំនួននៅចដើ250កម្មមកដល់កំពូលភ្នំទៅមកបន្តពីកំពូលភ្នំជិះម៉ូតូទៅប្រហែលជា9គីឡូម៉ែត្រទៀតដល់ភ្នំកន្លែងថ្ម3ដុំដើម្បីបោះតង់អូម៉ែមិនต้องพูด เดี๋ยวก็รู้ មើលទៅសក់ក្បាលទៅដឹងថាអូផ្លូវស្រួលប៉ុណ្ណា មើលមុខដល់ពួនអានេះមួយ ដើរមកមួយថ្ងៃអត់មើលមកវល់ត្រង់ហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវខ្ញុំដល់វត្តដល់កំពូលភ្នំនៅលើវត្តភ្នំត្បែងអ្នកទាំងអស់គ្នាបាច់ជោគជ័យទេតែមើលខ្ញុំចោះទៅវិញជោគជ័យ ទៅដល់មក3ដើមទៅដល់ អាហ្នឹងវាមានអីទេយ៉ាសហប់តែអានេះយើងដើរឡើងតាមចដើមកទៅជាក់មែនទេខ្ញុំដល់វត្ត so fresh ដល់វត្តកំពូលភ្នំត្បែងទាំងអស់គ្នា មិនគួរស្នាស្រួលអើក៏ដោះតែđâyនេះបានខ្វេគ្រាន់តែចដើ1345កម្មសោះហ្នឹងបានខ្វេមួយកែវព្រឹកស្ដាប់សំដីពី50ទៀតស្ដាប់សំដីកូនយាយអស់វាជា1000នេះតា
chụp kia nơi nơi so phục vụ km thì chụp kia nơi mò bậy đốm nhầm chi mà tô chỉ mỗi bằng thả công đây nơi khang được nông tơ bay này tới phải chia phục vụ km tiết bàn chỉ tận đo nơi cái này mò bậy đốm chụp như thế បន្ទាប់ពីខ្ញុំឡើងមកដល់វត្តភ្នំត្បែងហើយនោះពួកខ្ញុំក៏បានចេញដំណើរទៅវត្តអាងថ្ម3ដុំម្ដងព្រោះអីពួកខ្ញុំទៅបោះតង់នៅទីហ្នឹងហើយនេះគឺជាផ្លូវដែលខ្ញុំធ្វើដំណើរទៅបងប្អូនទាំងអស់គ្នាគឺថាលក្ខណៈព្រៃសុទ្ធតែម្ដងព្រោះអីខ្ញុំឡើងមកដល់លើភ្នំនេះគឺអត់មានផ្ទះអត់មានអ្នកភូមិអីទេមានតែព្រៃទេអ្នកទាំងអស់គ្នានិយាយទៅជិះឲ្យផ្លូវក៏អត់ទៅមានផ្លូវស្អាតដែរគឺផ្លូវបែកផុកឬក៏សត្វល្មួតនឹងម្ដងជិះទាំងចឹងតែក៏សូមសរសើរដល់បងដែលខាងសហគមន៍ដឹកជញ្ជូនភ្ញៀវទេសចរអញ្ចឹងពួកគាត់ដឹកតាមម៉ូតូដុបហ្នឹងគាត់ជិះទៅឡើងមកឆ្ងាញ់ម្ដងអ្នកទាំងអស់គ្នាគឺថាអត់មានល្អិលអត់មានឲ្យយើងភ័យថាធ្លាក់ថាដួលទេប៉ុន្តែខ្ញុំនៅក្រៅនេះក៏មានអារម្មណ៍ភ័យស្រាប់ហើយព្រោះអីយើងនៅស្រាប់ហើយផ្លែលាក់យើងជិះទៅយើងចេះតែភ័យចេះតែខ្លាចព្រោះខ្ញុំតោងកែម៉ូតូឡើងជាប់ដល់តែខ្ញុំមានអារម្មណ៍ថាសប្បាយដែរព្រោះបានជិះម៉ូតូអញ្ចឹងនេះជិះលក្ខណៈថាដូចជិះដើរលេងអញ្ចឹងអ្នកទាំងអស់គ្នាជិះបានមើលព្រៃព្រឹក្សាហើយបានមើលទេសភាពនៅលើភ្នំអីមានអារម្មណ៍ថាសោះស្រាយមែនទែនហើយពួកខ្ញុំទៅហ្នឹងគឺថាភ្លៀងម្ដងអ្នកទាំងអស់គ្នាលក្ខណៈថាទៅដល់មិនទៅដល់ទេអាមុនទៅហ្នឹងគឺភ្លៀងតែពេលអញ្ចឹងផ្លូវវារៀងផុកហើយណាមួយនៅលើភ្នំដឹងស្រាប់ហើយអ្នកទាំងអស់គ្នាមានទាំងសើមានអីអញ្ចឹងមានផុកមានអីយ៉ាងវាជារឿងធម្មតារបស់ធម្មជាតិទេហើយខ្ញុំអរគុណអ្នកទាំងអស់គ្នាដែរដែលទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ហើយវីដេអូរបស់ខ្ញុំនៅមានភាគទៀតឲ្យអ្នកទាំងអស់គ្នាបានតាមដានទស្សនាគឺភាគដែលខ្ញុំឡើងទៅដល់វត្តអាងថ្ម3ដុំអ្នកទាំងអស់គ្នាកុំភ្លេចតាមដានទស្សនាមកទាំងអស់គ្នា ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំយ៉ាងនេះខ្ញុំនឹងមកធ្វើវីដេអូដំណើរកម្សាន្តឲ្យអ្នកទាំងអស់គ្នាបានទស្សនាទៀតហើយដំណើរកម្សាន្តរបស់ខ្ញុំនៅពេលនេះដែរគឺខ្ញុំបានមកដល់វត្តល្អាងថ្ម3ដុំនៅក្នុងវត្តល្អាងថ្ម3ដុំនេះគឺមានទេសភាពស្អាតមែនទែនអ្នកទាំងអស់គ្នានេះគឺខ្ញុំថតពីលើកំពូលភ្នំទៅខាងក្រោមអ្នកទាំងអស់គ្នាគឺនៅខាងក្រោមនោះមើលទៅទេសភាពស្អាតនោះស្អាតហើយជាពិសេសនោះស្មាននេះគឺមានអាប់មកលយតាមពពកតាមអីមកតិចទៀតហើយខ្យល់នឹងបក់មកតិចហ្នឹងមិនស្ទុំហ្នឹងដោយសារតែមេឃរោភ្លៀងអ្នកទាំងអស់គ្នាអានេះគឺខ្យល់បក់មកខ្លាំងមែនទែនហើយអាប់វិញគឺចោះមកចោះលក្ខណៈថាទេសភាពខ្ញុំមើលបានតែមួយផ្លែទេចោះអាប់មកគឺបាំងទេសភាពខ្ញុំថតអត់សូវបានទេនេះគឺខ្យល់បក់មកមានអារម្មណ៍ថា friend មែនទែនតែខ្ញុំទៅដល់ហ្នឹងគឺលក្ខណៈថាមុនភ្លៀងអ្នកទាំងអស់គ្នាដល់ពេលទៅដល់គឺភ្លៀងតែម្ដងនេះគឺភ្លៀងលក្ខណៈថាអង្គុយមើលទេសភាពស្អាតមែនទែនហើយចេតនាពួកខ្ញុំបានមកដល់មុនភ្លៀងក៏មកអីហ្នឹងជោគហើយបងប្អូនហ្នឹងហើយនៅក្នុងវត្តហ្នឹងក៏មានកន្លែងបោះតង់ជាច្រើនកន្លែងដែលអ្នកទាំងអស់គ្នាចង់ទៅដើរលេងកម្សាន្តអញ្ចឹងមាន30ទីតាំងអ្នកទាំងអស់គ្នាមានដូចជាតំបន់វត្តដំបូកខ្មៅដំបៅជ្រុំតំបន់ភ្នំស្រួចតំបន់ល្អាងគួយតំបន់អាងថ្ម3ដុំនិងតំបន់តាំងយូហើយជាពិសេសនោះមានមួយតំបន់ចុងក្រោយគឺតំបន់បាកម្មត្រែកតាអ្នកទាំងអស់គ្នាចង់ទៅទស្សនាឬក៏បោះតង់លេងសប្បាយបានហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំបានមកដល់វត្តអាងថ្ម3ដុំនៅខាងវត្តអាងថ្ម3ដុំនេះមានលក្ខណៈថាមើលទៅក្រោមទៅឃើញទេសភាពប៉ុន្តែស្មាននេះមេរៀងអលឹមមេឃភ្លៀងចឹងទៅបែបជាចោះអាប់មានផ្សែងមកដល់ពេលយើងមើលទេសភាពទៅខាងក្រោមអត់សូវឃើញហ្មងទេតានេះចាំខ្ញុំបបកាមេរ៉ាឲ្យមើលអ្នកទាំងអស់គ្នាឃើញអត់នេះខ្ញុំបបកាមេរ៉ាឲ្យនេះគឺថ្មខ្ញុំចូលលើកំពូលខ្ពស់នេះចោះអាប់ដល់ពេលចោះអាប់លក្ខណៈមានផ្សែងយើងមើលអត់សូវឃើញបានទេពួកអីភ្លៀងតែមកចឹងវាមានផ្សែងតបងប្អូនយើងទៅទឹកជ្រោះឈ្មោះគេជាស្រ័យផងដល់សារខ្ញុំអត់ស្គាល់ទឹកជ្រោះឯចាំទៅដល់ខ្ញុំសួរអ្នកភូមិបើសិនខ្ញុំដឹងចាំខ្ញុំប្រាប់ថាទឹកជ្រោះឈ្មោះអីព្រោះខ្ញុំឮថានៅទៅដល់ឆ្លងទៅ1គីឡូម៉ែត្រដល់ទឹកជ្រោះតែខ្ញុំអត់ដឹងឈ្មោះ1គីឡូទៅដល់ហ្នឹងអត់ដឹងថាទឹកជ្រោះឈ្មោះអីទេតែពួកខ្ញុំទៅបោះតង់នៅខាងហ្នឹងវិញមិនដំបូងថាបោះតង់នៅវត្តថ្ម3ដុំដល់ពេលឥឡូវយើងទៅបោះតង់នៅកន្លែងតែទឹកជ្រោះហ្នឹងដល់ទៅ1គីឡូម៉ែត្រតែខ្ញុំអត់ស្គាល់ឈ្មោះចាំប្រាប់តាមក្រោយទៀតហើយពួកខ្ញុំក៏បានធ្វើដំណើរទៅកន្លែងទឹកជ្រោះមួយកន្លែងដែរកន្លែងទឹកជ្រោះនោះខ្ញុំមើលក្នុង location ប្រហែលជា1គីឡូម៉ែត្របានដើរទៅដល់ហើយពួកខ្ញុំទៅនេះក៏មិនបានទៅឲ្យបងសហគមន៍ដែលគាត់នាំមកហ្នឹងជូនទៅដែរពួកខ្ញុំទៅដល់ខ្លួនឯងទាំង4នាក់ហ្នឹងហើយពួកខ្ញុំក៏បានដើររុកព្រៃរុកអីហើយដើរតាមភូមិហ្នឹងក៏សួរអ្នកភូមិផងអីផងថាទឹកជ្រោះនៅកន្លែងណាហើយអ្នកភូមិគេប្រាប់ថាចេះទឹកជ្រោះបានដើរទៅដល់លើកន្លែងណាលើសំឡេងទឹកចូលទៅហើយពួកខ្ញុំមិនបង្អង់ឯសំបីទៅព្រៃអត់មានផ្លូវក៏ពួកខ្ញុំរុកចូលទៅមើលដែរហើយដើរតាមសម្រាប់ទឹកឃើញទឹកហូរយើងពួកខ្ញុំក៏បានដើរតាមទឹកហ្នឹងដើម្បីឆ្ពោះទៅរកកន្លែងទឹកជ្រោះចឹងបំផុតពួកខ្ញុំក៏បានដល់កន្លែងទឹកមួយកន្លែងតែមិនមែនជាទឹកជ្រោះគឺទឹកហូរធម្មតាអ្នកទាំងអស់គ្នាតែមែនតើមកដល់ទៅពេលរុកព្រៃរុកអីមកដល់គឺទឹកហូរធម្មតាជាឯងពួកខ្ញុំតាមពិតខ្ញុំចង់ទៅរកកន្លែងទឹកជ្រោះប៉ុន្តែមិនបានមកឃើញកន្លែងទឹកហូរវិញហើយដល់ពេលចុងក្រោយពួកខ្ញុំក៏បានមកដល់កន្លែងទឹកហូរមួយកន្លែងនេះហើយពួកខ្ញុំដូរទឹកជ្រោះមិនឃើញទេក៏ឈប់កន្លែងនោះសិនទៅហើយក៏បានធ្វើអីញ៉ាំនៅកន្លែងហ្នឹងតិចតួចស្រាប់ព្រោះអីឃ្លានពេកដើរប្រហែលជាឆ្ងាយដែរគេប្រាប់ថា1គីឡូម៉ែត្រប៉ុន្តែពួកខ្ញុំដើរនេះមិនមែន1គីឡូម៉ែត្រចូលដល់2គីឡូម៉ែត្រហ្នឹងក៏មិនដឹងពួកអីវិញផ្លូវដល់ពេលអញ្ចឹងហើយបានខ្ញុំឈប់ធ្វើអីហូបនៅក្នុងព្រៃនោះសិនទៅហើយចាំបន្តដំណើរទៅមុខទៀត ôi anh ấy cái bác rồi ngầu សំដែង
អត់ហើយនេះដែរគឺជាសកម្មភាពរបស់ពួកខ្ញុំដែរចូលទៅក្នុងព្រៃវិញផ្លូវនឹងរត់ទៅជ្រវត្តឃើញហីក៏ឈប់នៅកន្លែងទឹកហូរនៅមួយកន្លែងដើម្បីដាំស្រោទៅដាំបាយឬក៏បំហូបអីហូបសិនព្រោះមានលក្ខណៈថាឃ្លានតាំងពីថ្ងៃមកអត់បានបាយតាំងពីខ្ញុំឡើងពីលើភ្នំមកម្ដងនេះទៅអត់បានបាយហើយមកដល់រកផ្លូវកន្លែងទឹកជ្រោះទៀតពួកអីចង់ឃើញទឹកជ្រោះហើយពួកខ្ញុំមានអីទេមានតពងហើយនឹងថៃខនអីឡើងដល់លើភ្នំនេះនេះក៏ជាពងហើយដាក់ថៃខនជាលក្ខណៈថាធ្វើសិនទៅធ្វើមិនឲ្យបានហូបជួបពោះសិនឲ្យឆ្អែតសិនហ្នឹងដើម្បីធ្វើដំណើរបន្តទៅមុខទៀតហើយជាពិសេសនោះគឺដាំបាយលក្ខណៈថាយើងបង្កើតភ្លើងគឺលក្ខណៈថាអូធម្មជាតិមកអ្នកទាំងអស់គ្នាអត់មានហ្គាសអត់មានអីព្រោះដោយសារបានយកហ្គាសមកអញ្ចឹងហើយមានតែបង្កើតភ្លើងធម្មជាតិអញ្ចឹងទៅប៉ុន្តែក៏អេម្យ៉ាងដែរឆ្ងាញ់អ្នកទាំងអស់គ្នាយើងធ្វើលក្ខណៈធម្មជាតិហើយបន្ទាប់ពីខ្ញុំធ្វើមកហូបលក្ខណៈថាត្រីខពងទីជានឹងហើយក៏មានអ្នកស្លាប់មាន់ពងអីអញ្ចឹងទៅពងផងតុបផងអីផ្ទះតូចទៅដល់ពេលយើងខ្លាចអាលប់ទៅអត់បានអីហូបហើយណាមួយហ្នឹងក៏អត់មានចក្រានអត់មានអីដូចគេដែរមានតែបង្កើតភ្លើងអញ្ចឹងធម្មតាឯអ្នកទាំងអស់គ្នានេះហើយលើនេះបាយពួកខ្ញុំក៏បានឆ្អិនដែរមើលទៅតំណងនៅមែនទែនដល់អ្នកគ្នាបន្ទាប់ពីពួកខ្ញុំបានហូបអីឬក៏លេងទឹកជ្រោះអីនឹងហើយមកស្ទុះហើយក៏បានជិះដំណើរតទៅមុខទៀតប៉ុន្តែអត់បានជិះដំណើរតទៅមកទឹកជ្រោះហ្នឹងណាគឺអស់ចិត្តលក្ខណៈថាមានតែត្រឡប់ទៅកន្លែងវត្តអង្គថ្មបៃដុំនឹងវិញទៅឯងព្រោះបានទៅទឹកជ្រោះទេអ្នកទាំងអស់គ្នាហើយណាមួយហ្នឹងក៏ប្រហែលជាម៉ោងពេលល្ងាចប្រហែលជាម៉ោង 4-5 ល្ងាចទៅពេលអញ្ចឹងទៅពួកខ្ញុំក៏បានធ្វើដំណើរតទៅមើលទឹកជ្រោះបន្ទាប់ពីខ្ញុំមកវិញនោះពួកខ្ញុំក៏បានចូលមើលក្នុងវត្តអង្គថ្មបៃដុំពួកខ្ញុំទៅមើលកន្លែងព្រះអង្គ8ទិសព្រោះអីខ្ញុំឃើញកន្លែងហ្នឹងស្អាតដែរអញ្ចឹងទៅក៏ចូលទៅថតលេងអញ្ចឹងទៅព្រោះអីកន្លែងព្រះអង្គ8ទិសនេះមានព្រះអង្គ7អង្គដែលគាត់អង្គុយតាំងសមាធិអីធម្មតាអញ្ចឹងប៉ុន្តែព្រះអង្គមួយអង្គទៀតហ្នឹងគឺគាត់អង្គុយខុសគេលក្ខណៈថាគាត់អង្គុយខ្ទប់មុខហើយគាត់មានដៃ4ខុសគេគឺខ្ញុំក៏ឆ្ងល់ដែរមិនហេតុអីក៏គាត់អង្គុយខុសគេលក្ខណៈថាមានដៃ4នេះខុសគេប៉ុន្តែតាមពិតទៅខ្ញុំក៏បានសួរអ្នកនៅទីហ្នឹងក៏គាត់ប្រាប់ថាព្រះអង្គគឺមានព្រះនាមថាព្រះអង្គខ្វាមដែលគាត់គឺជាព្រះអង្គដែលធ្វើសង្គ្រាមច្រើនជាងគេហើយគាត់បាំងមុខនេះគឺលក្ខណៈថាគាត់ការពារសត្រូវដែលមកពីឆ្ងាយមកពីចិត្តពីមុខពីក្រោយអីចឹងទៅគាត់ការពារខ្លួនដល់ពេលចឹងទៅខ្ញុំក៏អស់ចំណងត្រឹមហ្នឹងទៅចុះអាប់ឡើងល្ងឹតឈឹងមកតាំងព្រលឹមប្រហែលជាម៉ោង6ព្រឹកតាមពិតនៅខាងក្រោមនេះមានទេសភាពព្រៃភ្នំមានផ្ទះមានដើមឈើអីចឹងនៅខាងក្រោមមើលទៅពីខាងក្រោមគឺស្អាតមែនទែនប៉ុន្តែដោយសារតែពេលព្រលឹមឡើងចេះមានចុះអាប់ដល់ពេលចឹងទៅខ្ញុំមើលអត់ឃើញជាមួយចាំដល់ពេលមេឃបាត់ចុះអាប់ចាំខ្ញុំថតមកតង់ទៀតឲ្យអ្នកទាំងអស់គ្នាឃើញថានៅក្រោមហ្នឹងមានទេសភាពយ៉ាងម៉េចស្អាតយ៉ាងម៉េចចាំថតឲ្យមើលនេះគឺជាទស្សនវិជ្ជាពេលព្រឹកចុះអាប់អបខ្លាំងទេឥឡូវនឹងរៀងស្បៃអាប់វិញអ្នកទាំងអស់គ្នានេះមើលទៅខាងក្រោមខឹកនេះអូសោះស្រាយមែនតើបងប្អូនទាំងអស់គ្នានេះឃើញអត់នេះទាំងអស់គ្នាខ្ញុំចូលលើភ្នំនេះឯងអូឃើញអត់អាមិញហ្នឹងចោះអាប់ឥឡូវហ្នឹងរៀងស្បៃអាប់វិញហើយដល់ពេលចឹងទៅយើងឃើញនៅខាងក្រោមទឹកព្រៃភ្នំបណ្ដោយហើយគឺនៅលើកំពូលភ្នំដល់ខ្ញុំនៅលើកំពូលភ្នំត្បែងភ្នំត្បែងកន្លែងវត្តថ្ម3ដុំអ្នកទាំងអស់គ្នាវ៉ាវបាទហើយនេះគឺជាទេសភាពដែលខ្ញុំថតនៅពីខាងលើទៅខាងក្រោមអ្នកទាំងអស់គ្នាទស្សនាគឺថាស្អាតមែនទែនអ្នកទាំងអស់គ្នាមើលពីលើទៅគឺថា fresh មែនទែនហើយពួកខ្ញុំនេះក៏បានរៀបចំបង្កាត់ភ្លើងបង្កាត់អីចឹងទៅដាំកាហ្វេដាំអីព្រលឹមឡើងចឹងទៅដាក់ម្នាក់មួយកែវចឹងទៅបានធ្វើដំណើរតទៅខាងមុខទៀតហើយនេះគឺជាទេសភាពនៅពេលព្រលឹមឡើងប្រហែលជាម៉ោង6ម៉ោង7ចឹងគឺចុះអាប់មកអ្នកទាំងអស់គ្នាមើល background ក៏ដឹងដែរចុះអាប់អត់បាត់ទេព្រោះខ្ញុំនៅលើនេះទេសភាពយូរខ្ញុំបានថតតែម្ដងព្រោះអីអាប់ចុះមករហូតចុះលក្ខណៈថាយើងអត់មានពេលនឹងថតរូបអ្នកទាំងអស់គ្នាដល់ពេលចឹងហើយពួកខ្ញុំក៏បានបង្កាត់ភ្លើងបង្កាត់អីចឹងទៅថតរូបថតអីលេងចឹងទៅហើយដាក់កាហ្វេដាក់អីម្នាក់មួយកែវចឹងទៅអ្នកទាំងអស់គ្នាបង្កាត់ភ្លើងឆេះចឹងទៅក៏ដាំទឹកដាំអីធម្មតានឹងអីព្រលឹមឡើងនឹងមានទឹកអីមានទឹកកាហ្វេនឹងតែនឹងយើងដើម្បីមានកម្លាំងដើម្បីដើរទៅមុខបន្តទៀតហើយខ្ញុំតនេចឹងទៅបានដើរថតពួកទេសភាពលក្ខណៈពួកព្រៃឈើអីទួយអីចឹងថតលេងចឹងទៅពួកតនេដើម្បីដើរថតលេងតិចចឹងទៅហើយណាមួយគេទេសភាពនៅលើនឹងឃើញទឹកសាំទឹកអីធ្លាក់មកស្អាតចឹងទៅក៏យើងដើរតេះដើរថតដើរអីលេងចឹងទៅហើយបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាបានមកទស្សនានៅលើភ្នំត្បែងនេះនៅខេត្តព្រះវិហារអ្នកទាំងអស់គ្នាកុំភ្លេចមកលេងនៅកន្លែងវត្តអង្គថ្ម3ដុំផងព្រោះនៅកន្លែងក្រោយវត្តអង្គថ្ម3ដុំនេះមានដីធ្លីដីឲ្យយើងបោះតង់ហើយយើងមើលទៅសភាពពីលើទៅខាងក្រោមទៅគឺថាស្អាតមែនទែនអ្នកទាំងអស់គ្នាហើយជាពិសេសទៅនោះមានកន្លែងថតស្អាតអីច្រើនយើងចូលមកលេងបានច្រើនមកព្រោះនៅកន្លែងនេះមានតំបន់ច្រើនមែនទែននៅលើភ្នំត្បែងមានតំបន់ច្រើនមែនទែនអ្នកទាំងអស់គ្នាបើថាអ្នកទាំងអស់គ្នាមានពេលវេលាមានអីហ្នឹងមកថតលេងឬក៏មកទស្សនាកិច្ចនៅកន្លែងនេះមកហើយពួកខ្ញុំនេះក៏បានចូលមកថតនៅកន្លែងអង្គថ្ម3ដុំហ្នឹងគឺចង់ឃើញលក្ខណៈថាថ្ម3ដុំនេះអ្នកទាំងអស់គ្នាឃើញអត់ចូលមកថតឲ្យដឹងលក្ខណៈថាចង់ដឹងថាថ្មបៃដុំនឹងរូបរាងមិនអញ្ចឹងដល់ពេលឥឡូវបានដឹងបានឃើញហើយពួកខ្ញុំក៏បានជិះដំណើរទៅខាងមុខទៀតហើយនេះពួកខ្ញុំក៏ជិះដំណើរទៅកន្លែងមួយទៀតកន្លែងទឹកធ្លាក់អ្នកទាំងអស់គ្នា
ជំរាបសួរសួស្តីអ្នកទាំងអស់គ្នានេះខ្ញុំនឹងមកធ្វើវីដេអូដំណើរកម្សាន្តមួយកន្លែងដែលនៅកន្លែងទឹកធ្លាក់ដែលនៅទឹកធ្លាក់នោះមានឈ្មោះថាទឹកធ្លាក់តាម៉ាដែលទឹកធ្លាក់តាម៉ានេះស្ថិតនៅក្នុងខេត្តព្រះវិហារអ្នកទាំងអស់គ្នាគឺថាថ្ងៃនេះអាលឹមស្រីៗភ្លៀងអញ្ចឹងទៅបានមកលេងទឹកជ្រោះកន្លែងនៅក្នុងខេត្តព្រះវិហារហើយអ្នកទាំងអស់គ្នាចង់ដឹងថាខ្ញុំទៅលេងនៅម្ដុំណាខ្លះនោះកុំភ្លេចតាមដានទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ផងណាដើម្បីឃើញទេសភាពស្អាតៗប្លែកៗនៅក្នុងទឹកធ្លាក់តាម៉ានេះមានកន្លែងណាខ្លះដែលលក្ខណៈថាចង់ថតរូបស្អាតៗឬក៏មានទីធ្លាឬក៏ទេសភាពបែបធម្មជាតិកន្លែងណាខ្លះហើយបន្តិចទៀតនេះខ្ញុំនឹងដើរចូលទៅក្នុងទឹកកន្លែងទឹកធ្លាក់ខ្ញុំនឹងថតទេសភាពស្អាតៗឲ្យអ្នកទាំងអស់គ្នាបានទស្សនាហើយបើអ្នកទាំងអស់គ្នាចង់ដឹងថាទេសភាពនៅទីនោះមានកន្លែងណាខ្លះដែលថាស្អាតៗកុំភ្លេចតាមដានទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ផងណាឥឡូវកុំឲ្យថាពេលវេលាយូរតោះទៅអីតោះទៅអីបាទហើយនេះដែរគឺជាផ្លូវដែលសំដៅទៅផ្លូវទឹកធ្លាក់អ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំដើរនេះគឺលក្ខណៈថាដើរវៀងអ្នកទាំងអស់គ្នាឃើញទឹកហូរទឹកហូបន្តជាផ្លេតែហូរនេះគឺហូរទៅខាងក្រោមពួកខ្ញុំទៅបោះតង់អីនៅខាងក្រោមទេដូច្នេះហើយពួកខ្ញុំដើរវាអំបាយជាមកជុំបានទៅដល់កន្លែងបោះតង់នៅខាងក្រោមអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នានេះគឺជាផ្នែកខាងលើនៃទឹកហូរដល់ពេលខ្ញុំនឹងបោះតង់នៅខាងក្រោមទេនេះទឹកហូរចុះទៅក្រោមហ្នឹងហើយពួកខ្ញុំហ្នឹងទៅបោះតង់នៅខាងក្រោមទេដែលមានទឹកធ្លាក់ពីលើនេះទៅឥឡូវហ្នឹងខ្ញុំកំពុងធ្វើដំណើរចុះទៅខាងក្រោមទៀតណាបន្តិចតាមតាមទស្សនវិជ្ជាណាដល់ប៉ុណ្ណានៅតគ្នានេះខ្ញុំធ្វើដំណើរឡើងទៅភ្នំវៀងដើម្បីចុះទៅខាងក្រោមកន្លែងទឹកធ្លាក់អ្នកទាំងអស់គ្នានេះគឺជាផ្លូវដែលខ្ញុំធ្វើដំណើរទៅហ្នឹងណាផ្លូវលក្ខណៈថាផ្លូវលើភ្នំព្រៀងភ្នំហើយណាមួយស្មើនេះហ្នឹងកំពុងតែមានអាឡម៉ស្រីៗអ្នកទាំងអស់គ្នាឃើញតែទេសភាពក៏ដឹងដែរនេះបាទនេះខ្ញុំឡើងមុនឡើងជាមួយបងសហគមន៍ហើយនឹងបងប្រុសភេកបោះតង់ដើរព្រៃនេះគាត់នៅក្រោយហាត់ម៉េចទីចុះពីអត់សូវអីទេពេលឡើងមិនខាំយូរមានអ្នកទាំងអស់គ្នាមើលទៀតក្នុងស្លែដោះវិញមានអ្នកទាំងអស់គ្នាចិត្តដើរដល់កន្លែងទឹកធ្លាក់អីចិត្តអើយនេះគឺជាទស្សនភាពដែលថាតាមផ្លូវដើរទៅកន្លែងទឹកធ្លាក់នេះចិត្តដល់នេះស្លេងឯងនៅខាងមុខនេះឯងមានអ្នកទាំងអស់គ្នាទឹកធ្លាក់ឃើញអត់ឥឡូវខ្ញុំនឹងធ្វើដំណើរទៅមកខាងទៀតមកខាងតាមនៅកន្លែងដែលខ្ញុំបោះតង់នេះឥឡូវទៅតាមបានទស្សនាទាំងអស់គ្នាឥឡូវខ្ញុំអាចសម្លេងទៅអត់សូវលឺម៉ានទេព្រោះអីលឺសម្លេងទឹកធ្លាក់ខ្លាំងពេកនៅទឹកធ្លាក់នៅមុខនេះទៅហើយថាជឿនតាមជឿនហើយអាចហៅភ្នំជឿនក្នុងទឹកធ្លាក់ហ្នឹងអូតាមទៅដល់អស់ជាមួយទៅទៀតខ្ញុំខកកន្លែងក្រោមកន្លែងទឹកហូរនៅអស់គ្នាបានគិតមកទៀតនេះផ្លូវនេះក៏ដាក់អោននេះមើលអស់គ្នានេះចាំជួបគ្នាបន្តទៀតណាហើយទីបំផុតពួកខ្ញុំក៏បានមកដល់កន្លែងទឹកធ្លាក់អ្នកទាំងអស់គ្នាមើលស្អាតទេស្អាតមែនទែនខ្ញុំថតវីដេអូនេះចូល10-20ប៉ុស្តិ៍តែឯងឯងមិនអាចទៅឡំមិនដល់20ប៉ុស្តិ៍ហើយ10-20 clip មានអីឥឡូវខ្ញុំមកមើលកន្លែងទឹកធ្លាក់តៗនេះរកនេះស្អាតមែនទែនមកហើយខ្ញុំថតវិញគឺថាស្អាតហើយថ្មលក្ខណៈថាទឹកធ្លាក់មកពីលើជាងឃើញស្លាយលក្ខណៈថាថ្មថ្លា
ถ้าธรรมจิตเปิดมองในตัวออกเนี่ยนี่ยังทอดกัมราออริจินอลเราเป็นเอดิตกันล้อไอเทียมอยในตัวออกเนี่ยมือคนล้อปอธรรมจิตฟราผู้ดาวในตัวออกเนี่ยเนี่ยบ้านเอดิตกันล้อไอเทียเนี่ยในตัวออกเนี่ยแล้วยังดาวตะคานที่ร้อยในตัวออกเนี่ยมือมาข้างที่นั่นในตัวออกเนี่ยทางซ้ายปนายดาวไอกรุ๊ปตรงดาวไอในตัวออกเนี่ยมันทุสนานี่ยังต้องใส่กันเลยเนี่ยเราไปขี้ยมทอดแต่ไปยมทอดอยู่ในตัวออกเนี่ยขยันแต่แผลหมอเราไปกระจายปากกัมราเราลึกเช่นโดยบ่อยเคยทีอะไรไปได้ขี้ยมมาเลยแต่เจ้าในตัวออกเนี่ยขยันเนี่ยหนุ่มคุยกันเลยหมอเมื่อแต่ไม่แข็งตัวยี่นะปตาแต่โจตะเลยกันเลยนั่นคือทบมันเจในตัวออกเนี่ยมันเคยยมปั้นเมได้ไอ้แต่แผลว่าคือสามเจนปตาจะแผลดูตะเกาะกันหน่อยแค่แต่เจียมันเจในตัวออกเนี่ยให้ตะลังสไลด์มันในตัวออกเนี่ยบ้านตะเลยต้องสบายอยู่นะไอ้ดับเบิลพวกขยมบานเลงจากเลงไอ้ไฮนั่นก็มาจกตามวันมาสตูก็เพลียงมาไปได้ในตอนนี้ไปชิมเมาใบหมอกบุญแล้วนี้ไอ้ในตอนนี้ใช่ไงดับเบิลเพลียงมาเฮ้ยอันนี้เรียนแรงเลยแรงเพลียงแล้วปวดยมนี่ก็ดารอโอ้ที่ปะบะตรังดารอโอ้ในตอนนี้โปรไอ้ยังเลยขนมไพรดับเบิลยังโยโอ้เมาดำใบประกาศเพลิงดำใบหรือก็จ่าได้จ่าเชื่อไอ้เรียนกระไรไม่กำได้ติดตัวจังได้ซาแต่ในขนมไพรเพลียงให้โอ้นั่นก็สามที่ปะบะประกาศเพลิงมันเต้นในตอนนี้ก็เลยยอมพลมเพลินไม่จงกัดกับหลอกเต้ในก่อนนี่พลมหลังละจงปองมุกตัวซาแต่เพลินเช่ฮะอ๋อน้องสาวที่เวทนีเนี่ยไปอยู่ไปพวกยมตรอมประกาศใช้แล้วจำนายไปพายจิปปี้ไปเมาในตอกเนี่ยเวทนีมันเต้นคนตายก็สบายได้ในขึ้นไปเดินตะบนเนี่ยคนตายก็เมียนลูกตาไปจำเลยคางเลยนะครับในมันเนี่ยที่ตายสรุปเติมเป็นปรามเนี่ยในปียมนันเช่ให้พวกยมก็บานประกาศเพลิงใช่ให้เม็ดเฟยเนี่ยเมนตาไตรคอหนึ่งไอ้ในตอกเนี่ยที่วันนี้บอกฟังมาเฟยยมเนี่ยนะบอกคะแนนกระสังเพลียงใส่แต่อย่างนี้อย่างเงี้ยเป็นอย่างนี้อย่างไม่เท่เลยเขาเราจะให้เราที่ตั้งสมัยน้ำมาเพี้ยนมันไม่จังเชี่ยวเลยนะดาวเป็นอันมึงได้เดี๋ยวต้องบอกว่านั่นอย่างจังเราเลยแหละสังว่าสองผมเทียนเมื่อออกนี้ไอ้เนี่ยไม่ได้ไม่ได้ฟ้องเลยแล้วสนาที่อันนี้เดียดบ้านฟ้องพร้อมสาเช็ดเรื่องแบบนั้นไหมโดยที่ในตัวออกเนี่ยมันเคยเจอในตัวออกเนี่ยไม่ต้องโป้ไม่ตรีคอให้ถูกเบรกกับกองไหนจำซ้ำมันแต่ผมตายฮุบตัวเมียรำแต่ชิ้นยังไม่ได้ในตัวออกเนี่ยนะไปยังผมบ้าตั้งมาเพลย์กับจะให้ออกมาเพลิดไปเทในตัวออกเนี่ยไม่ดำเจ้าหน้าบ้านโยมปูจอบเต้าหนึ่งทำไมนั้นแล้วนั่นโซนส้มมองอันนี้ไปปลอมลาวนั้นปุ่นโยมบ้านทั่วดำนาเชนมาไว้ยังในตัวออกเนี่ยผู้ยบดาวตัวดาวก็ไหลจำตัวดาวจะตะกรามเปล่าไอ้ผู้ไอ้เพลย์ได้จานุยจัดได้จังบันปรับบองสะอมกว่าบันมโยตีแต่ไปอะไรนี่ปุ่นโยมบ้านบดาพนาไว้มือเธอสบายอ๋ออันนั้นแถวไปยังไม่ชอบนี่ผมบอกดอกคอในตัวออกนี้แต่มันใหญ่ลำปะเต้าดอยให้มาเพลย์เนี่ยแต่สุภาพคือตาสะอาดเหมือนเต้นในตัวออกนี้เนี่ยปลอมจังเลยให้มาเวลาทางแฟร์เหมือนเต้นหมองไม่ใช่เนี่ยได้บันสาธมอชีวิตกลาเตยยืนเธอแกพออยู่สาธมอผ่องเถอะนะบางอย่างแต่สุภาพวันนี้อ้อยมาป้อนเลยว่าป้อนมองในตัวออกนี้อย่างนี้ยังทอดกัมราออริจินอลมองเนี่ยสาธปนังไทยบอลเลยจะเห็นพนมเลี้ยงคือมันจะอับเจ้าให้ตามเพลย์มันก็จีมาให้เพลียงตำหายในตัวออกนี้เคยซ้ำซ้ำมัดแต่เป๊ยังจะทอดกับเครื่องสะอาดได้อะไรในปวดยงกับบ้านโทษดำนาแต่วันหาขี้ยงผสมบอกคนในตัวออกนี้บ้านทุสนาวิดีโอระบบขี้ยงพิดาวเราต่อเจ้าหายในตัวออกนี้ตัวคอมเพล็กซ์ช่วย follow เพจอยู่ในบทพอนะนำไปตัวบ้านวิดีโอทำไมพี่ขี้ยงมันต่อเตียดอะไรเลี้ยสันหายบาย